ចេញតែក្បាលទីប៉ាมันគឺឃើញជាមួយនឹងក្មួយវិញរបស់យើងបាទគាត់កំពុងតែខ្លួនជាស្រីបាទជាពិសេសនៅកន្លែងនេះពុកម៉ែបងប្អូនហើយជាមួយនឹងគ្រូតូចមកយើងខូចមែនទែនគាត់តែបើកស្ពុតឲ្យវិញលេងអញ្ចឹងណាហើយជាពិសេសខលមែនទែនជាមួយគ្រូតូចមកយើងបាទអប៉ែហ្នឹងគឺខលមែនទែនខូចទៀតដល់ពុកម៉ែបងប្អូនបាទគេកំពុងតែឈរទៅបើកស្ពុតគេមើលអញ្ចឹងទៅពុកម៉ែបងប្អូនហើយបន្ទាប់មកហើយនៅកន្លែងនេះគឺចាប់ដើមញ៉ោះអធិស្ឋានបាទជាមួយគ្រូតូចមកយើងគាត់ញ៉ោះឲ្យវិញលេងអញ្ចឹងទៅហ្នឹងហើយហើយជាពិសេសជាមួយនឹងបាទប្រហែងគាត់ឆ្លាញ់គ្រូមែនទែនហើយគ្រូនៅកន្លែងនេះគាត់ជួបបរិយលេងអញ្ចឹងពុកម៉ែបងប្អូនតាមពិតខ្លួនគាត់តូចទេតែអាយុគាត់30ជាងអាយុច្រើនដែរអញ្ចឹងណាហើយជាមួយនឹងបាទមួយផ្លាប់បាទបងអូនផ្លាប់បាញ់មិញនេះហើយជាសកម្មភាពបាទជាមួយនឹងក្រៅឆាកបាទជាមួយក្មួយវិញអធិស្ឋានចុងទៅដល់ទៅហើយក្មួយវិញរបស់យើងគាត់អង្គុយបាទលើតបូឡានគាត់ថតជាមួយនឹងកម្មភាពគ្រូតូចហើយនៅកន្លែងនេះជាមួយគ្រូតូចមកយើងពុកម៉ែបងប្អូនហើយគាត់កំពុងតែចូលតួអញ្ចឹងណាតាមពិតទៅអត់ទាន់ថតទេនៅកន្លែងនេះតាមពិតយើងកំពុងតែសំណេះសំណាលគ្នានិយាយលេងគ្នាទៅហើយគ្រូតូចគាត់លឺបទចម្រៀងគាត់រំលេងអញ្ចឹងទៅពុកម៉ែបងប្អូនបាទហ្នឹងហើយស្រាប់តែឃើញគ្រូតូចរំហ្នឹងស្រាប់តែឃើញបាទជាមួយកងអង្គុយដាក់ឆ្នាំងទៅណាពុកម៉ែបងប្អូនបាទហ្នឹងហើយឥឡូវយើងចូលមកសាច់រឿងទៀតអញ្ចឹងណាហើយសាច់រឿងដំបូងហ្នឹងគឺខ្ញុំយកឆ្នាំងទៅហើយនេះម្ចាស់ចការពោតដែលកំពុងតែឃើញនៅកន្លែងលំអមិញហ្នឹងគាត់ថាថ្ងៃហ្នឹងបានគាត់ឲ្យទាខ្ញុំមួយអញ្ចឹងទៅពុកម៉ែបងប្អូនជាមួយនឹងបាទម្ចាស់ចការពោតអំប្រុសអញ្ចឹងណាហើយស្រាប់តែឃើញហើយពុកម៉ែបងប្អូនហើយនៅកន្លែងនេះបានខ្ញុំថតអត់តាន់ព្រោះថាទាហ្នឹងនោះប៉ាពីពាក់អាវបានលេខ23មិញហ្នឹងគាត់ថាគាត់ចាប់ទាហើយគាត់ចាក់ក្នុងករងអធិស្ឋានគាត់ទាអំប្រុសគាត់ដាក់ជួសក្នុងករងអញ្ចឹងទៅហើយប៉ាពីមកយើងគាត់ស្មានតែនេះគាត់ចាប់ដើមយកអាករងយកបញ្ចាក់មកទារត់ចូលក្នុងបាតិកាពោតអញ្ចឹងទៅពុកម៉ែបងប្អូនណយរមមិនឃើញទេនេះជាមួយអំប្រុសគាត់ឃើញគាត់ចាប់ដើមបាត់ដេញអញ្ចឹងហើយដេញក៏មិនទាន់ដែរពុកម៉ែបងប្អូនហើយយើងមិនអស់ចិត្តទេព្រោះថាបាទជាមួយនឹងអំប្រុសគាត់ខំចូលពីផ្ទះមកអញ្ចឹងណាហើយគាត់គឺជាម្ចាស់ចការពោតនឹងហើយពុកម៉ែបងប្អូនបាទរកនេះហើយខ្ញុំបាទមិនអស់ចិត្តដែរពុកម៉ែបងប្អូនគឺនាំគ្នាចូលក្នុងចការពោតអញ្ចឹងណាជាពិសេសលំមផងហើយស្គៀបផងបាននៅក្នុងចំការពោតរបស់យើងហើយធំមែនទែនពុកម៉ែបងប្អូនរាប់ហាត់ថាអធិស្ឋានរាប់ហាត់តាអញ្ចឹងទៅហ្នឹងហើយយើងរកមិនឃើញទេពុកម៉ែបងប្អូនមិនអងយូរទេខ្ញុំបាននៅកន្លែងហ្នឹងខ្ញុំជិះម៉ូតូទៅរកបាទទិញទានៅបាទជាស្អីខ្ញុំជិះកង់បាទ3មិញហ្នឹងពុកម៉ែបងប្អូនបាទអាកងអគុយខ្ញុំជិះមកដំបូងមកហៅទិញទាហើយទិញបានហើយពុកម៉ែបងប្អូនបាទនេះបាទទាមួយយើងដើររត់ទិញទាតាមភូមិមួយតែ20000នាទីហ្នឹងជាមួយនឹងក្មួយរិនហើយជាមួយនឹងបាទតយអីហ្នឹងអញ្ចឹងណាជាមួយដៃគូមកគេឲ្យកាប់ទាកាប់អីអញ្ចឹងទៅពុកម៉ែបងប្អូនបាទហ្នឹងហើយយើងជឿថាបាទទាហើយពុកម៉ែបងប្អូនឲ្យមានទាស៊ីបាទឈឺចិត្តពេកគឺជិះបាទកង់អគុយមិញហ្នឹងទៅក្នុងភូមិហ្នឹងហើយទៅក្នុងភូមិដើម្បីទៅរកទិញទាហើយទិញបានហើយពុកម៉ែបងប្អូនឲ្យមួយតែ20000ទេបានទាកប៉ាទៀតអញ្ចឹងណាឃើញស្រាប់ហើយជាមួយតយជាមួយនឹងដៃគូគេហ្នឹងគេកំពុងតែកាប់ទាបាទឲ្យអតយជាមួយនឹងដៃគូហ្នឹងឲ្យកាប់ទាអញ្ចឹងទៅហើយជាពិសេសនៅកន្លែងនេះពុកម៉ែបងប្អូនបានទីទៀតឃើញជាមួយនឹងលម៉បាទនេះលម៉បាទពូដែលម្ចាស់ពូអញ្ចឹងណាពុកម៉ែបងប្អូនហើយវីដេអូក៏មានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ